British community. Netanyahu says Israel will not accept a Turkish military presence in Syria. លោក Netanyahu និយាយថាអ៊ីស្រាអែលនឹងមិនលើកលែងឲ្យទាហានទូគីដែលមានវត្តមានណាម្នាក់នៅក្នុងប្រទេសសេរីទេ saying his government has made its position clear and taken action to reinforce it គាត់បានបន្តសម្ដីថារដ្ឋាភិបាលរបស់គាត់មានតួនាទីក្នុងការបោសសម្អាតនិងកម្ចាត់រាល់ចលនាដែលបានងើបបះបោរ The statement adds another layer to an already complex regional situation សេចក្តីថ្លែងការណ៍បានបន្ថែមបន្ទុកផ្សេងទៀតទៅលើស្ថានភាពក្នុងតំបន់ដែលកើតមានភាពស្មុគស្មាញមកហើយនោះ What do you think the implications could be តើអ្នកគិតថាការជំពាក់ទាក់ទិននេះវាអាចកើតទៅជាអ្វីទៀត Disclaimer These posts summarize reported remarks and issued for discussion, not as an endorsement or independent verification of the claims. ទស្សនៈអ្នកមិនយល់ព្រមការផុសរូបដោយសង្ខេបដែលបានរាយការណ៍កំណត់ចំណាំហើយត្រូវបានចែករំលែកសម្រាប់ជាការពិភាក្សាដូច្នេះមិនមែនជាការយល់ព្រមមួយឬក៏ចេញពីអ្នកសន្និដ្ឋានឯករាជ្យដែលបានអះអាងនោះទេបាទសូមអរគុណ